បងប្អូនបាទយើងចូលមកដល់ឆាងអ៊ីទី21របស់យើងបាទគឺឆាងសឿហ្វុបាទឆាងនេះគឺវែងបាទសឿអណ្ដាតបាទហ្វុបាទហ្វុនេះគឺស្ត្រីបាទបាទនេះគាត់មានអាយុយើងច្រើនដែរបាទអាចចាប់ពី25ឆ្នាំឡើងអីចឹងទៅបាទឆាងសឿហ្វុបាទស្ត្រីអណ្ដាតវែងតែមិនមានន័យអញ្ចឹងអីកន្លែងហ្នឹងបាទនេះថាជាប្រភេទនារីបាទដែលភាគច្រើនគាត់មានកម្រិតវប្បធម៌ទាបរៀនសូត្រមិនសូវបានច្រើនទី1ទី2បាទប្រវត្តិអតីតកាលហ្នឹងក៏មិនសូវល្អទី3ការងារហ្នឹងក៏មិនច្បាស់លាស់បាទទី4ហ្នឹងក៏អត់មានមុខរបរអីដែរបាទមនុស្សប្រភេទហ្នឹងបាទន័យថាគាត់អត់មានសេចក្តីល្អក្នុងខ្លួនទេជាងគាត់ដើរនិយាយតែអាក្រក់ពីអ្នកនេះអ្នកនោះបាទដើរតែនិយាយដើមគេហ្នឹងណាបាទដើម្បីឲ្យស្ដាប់ទៅឲ្យគេគិតថាអ្នកផ្សេងហ្នឹងអាក្រក់ដូចគាត់ដែរបាទអញ្ចឹងអាហ្នឹងគេហៅថាឆាងសឿហ្វុបាទស្ត្រីអណ្ដាតវែងបាទអញ្ចឹងគាត់ប្រឹងណាមួយថ្ងៃបាទប្រឹងដើរនិយាយដើម្បីឲ្យអ្នកដទៃគិតថាហើយមនុស្សក្នុងโลกហ្នឹងគ្មានណាល្អទេមានតែគាត់ទេល្អបាទគាត់ជួបបុគ្គលកទៅគាត់និយាយអាក្រក់ពីបុគ្គលខគាត់ជួបបុគ្គលខទៅគាត់និយាយអាក្រក់ពីបុគ្គលកបាទដល់និយាយទៅនិយាយមកវាអស់អីនិយាយតែគ្នាឯងហ្នឹងឆ្លោះគ្នាពេញភូមិហ្នឹងបាទគឺសបោមែនតែនបាទស្រុកខ្មែរយើងគេហៅថាឆាងសឿហ្វុបាទ